បងប្អូនយើងនៅតែសួរថាម៉ូទ័រ2ហ្នឹងខ្លាំងអត់ឥឡូវបងប្អូនមើលឃើញខ្លាំងអត់ទឹកហ្នឹងចេញឡើង5 6 ម៉ែត្របងប្អូនមិនធម្មតាទេណាបាទមិនមែនអញ្ចឹងបងប្អូនយើងតាមខេត្តផ្សេងគាត់កំងយកទៅទេដោយសារតែនៅធុងបញ្ឆាំនេះគឺមិនតាន់មានទលំទលាយទេហើយដល់ឥឡូវនេះគឺមានបងប្អូនយើងអ្នកខេត្តផ្សេងគាត់តែងតែកំងមួយថ្ងៃមួយថ្ងៃពីរថ្ងៃមួយថ្ងៃពីរដែរហើយឥឡូវនេះដែរគឺបងប្រុសនៅខាងពោធិ៍សាត់បាទគាត់បានកំងយកម៉ាស៊ីនបូមទឹកនេះដែរទុកចិត្តដែរបាទគាត់អត់មាននិយាយច្រើនអីទេបងប្អូនបាទគាត់ដំបងគាត់ទេមកទេគាត់អត់តន់ឆាត់មកតែថាឥឡូវបងបាញ់ជាងសាន់ទេក៏ហមមែនថាហ្នឹងហើយបាញ់ជួយផ្ញើម៉ាស៊ីនបូមទឹកខ្នាតតូចខ្ញុំមួយមើលដល់ខ្ញុំថាបងមើលបាញ់ឆាត់ចូលពេកខ្ញុំតិចមកបាទប្រាប់គាត់ហើយបានគាត់ចាប់ដើមឆាត់មកពើងសួស្ដីហ្នឹងបាទគាត់ថាសួស្ដីពឹបហ្នឹងគាត់មាននិយាយច្រើនសួរតម្លៃប៉ុន្មានអីប៉ុន្មានវឹងប្រួចទៅវេលុយមកក្រឹបបណ្ដោយបងប្អូនវេបាន2ដងគាត់មកផ្លែតវេបាន2ដងដោយសារតែគាត់លឿនពេកបងប្អូនគាត់លឿនពេកតម្លៃតែ260,000គាត់ផ្ញើមកតែ260,000បាទគាត់អត់ផ្ញើទាំងសេវាមកដល់អញ្ចឹងបាន2ជើងតែម្ដងទៅបាទហើយឥឡូវនេះក៏ខ្ញុំរៀបចំសាកអីគាត់តែមកណាមិនឲ្យគាត់តោះចិត្តទេបាទរៀបចំសាកចាក់ពេញបាទចាក់អីតេះឲ្យគាត់មកស្អាតនិយាយទៅរាល់អាវ៉ាន់ដែលខ្ញុំផ្ញើចេញទាំងធុងបាញ់ថ្នាំទាំងម៉ាស៊ីនបាទគឺសិតតែធ្វើតេស្តនឹងឆែកឆេមើលអស់បាទព្រោះអីយើងផ្លូវឆ្ងាយបាទងាយផ្ញើទៅផ្ញើមកទេអស់សុភីយើងច្រើនហើយឥឡូវនេះក៏ចាប់ដើមឆេះហើយយើងឡើងស្ដាប់សលេង Scene Original ទាំងអស់គ្នាមើលនិយាយទៅថ្ងៃនេះចេញវីដេអូហ្នឹងសិតតែវីដេអូសាកតេស្តជូនភ្ញៀវទេបាទបងប្អូនយើងគាត់កំងធុងថ្ងៃនេះបាន3ធុងដែរបងប្អូនបាទធុង3ម៉ាស៊ីន2បាទអញ្ចឹងយើងតេស្តរួមគ្នាតែហ្មងទៅបងប្អូនបាទយើងជឿញ៉ៃច្រើនអញ្ចឹងណាបាទហើយចេះធុងហ្នឹងគឺធុងបាញ់ថ្នាំម៉ូទ័រ2បងប្អូនបាទថ្ងៃនេះគឺចេញទៅខាងបងនៅកំពង់ធំហើយអីទៀតទេខ្ញុំភ្លេចអស់ទៅបាទគឺពីខេត្តផ្សេងគ្នាបាទ3ធុងបាទហើយឥឡូវយើងរៀបចំឲ្យអាវ៉ាន់ហ្នឹងតេស្តជូនគាត់តែម្ដងបាទមុននឹងយើងផ្ញើចេញខ្លាចមានបញ្ហាឡាក់លួលក្នុងធុងហ្នឹងបាទដោយសារតែវាអត់ទៀងទេបងប្អូនបាទជាធម្មតាគ្មានរបស់ថ្មីណាដែលថាមិនខូចទេតែវាតែងតែមានចង្ការទៅវាអាចដាច់ខ្សែរបត់ខ្សែអញ្ចឹងយើងតេស្តមើលហើយណាមួយទៀតឲ្យបានម្ចាស់គាត់ឃើញជាក់ស្ដែងតែម្ដងបាទហើយយើងប្រាប់ទៅថាម៉ូទ័រ2នេះវាមានកង្តាក់2ហ្នឹងយើងចង់ប្រើមួយយើងកាច់មួយទៅបើចង់ប្រើម៉ូទ័រ2យើងកាច់ឡើងទាំងពីរហើយឥឡូវបងប្អូនយើងមកមើលពីកម្លាំងទឹករបស់វាវិញមើលតើកម្លាំងហ្នឹងខ្លាំងឬមួយក៏មិនខ្លាំងបាទនិយាយទៅកម្លាំងទឹកនេះចេញទៅដល់5ម៉ែត្រ6ម៉ែត្របងប្អូនបាទមិនមែនបាញ់មកពីណាទេណាបងប្អូនឃើញគឺខ្លាំងតែហ្មងកម្លាំងវាហ្នឹងហើយសម្រាប់បងប្អូនយើងបាញ់ស្មៅបាញ់ស្រូវអីគឺអែមដាក់អាក្បាល7ក្បាលក្បាល5ក្បាលគឺមកឆ្ងាញ់អាគុយក៏ធំទៀតអាគុយ12វ៉ុលនិង12អាំពែទៀតគឺបាញ់បងប្អូនបាញ់ទៅដល់ជាក់ចិត្តហើយមិនបាច់ភ័យបារម្ភអីទៀតទេបាទអញ្ចឹងសម្រាប់បងប្អូនត្រូវការអាចតាក់ទងតាមរយៈលេខទូរស័ព្ទឬមួយក៏បងប្អូនយើងអាចឆាតមកចូល page បានអញ្ចឹងអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះតាមម្ដងដល់ចប់ហេងទាំងអស់គ្នា